ចាបងប្អូនទាំងអស់គ្នាខ្ញុំសូមជម្រាបជូនបងប្អូនទាក់ទងទៅនឹងករណីដែលបងប្អូនដែលបានរៀបការរួចប៉ុន្តែលោកមិនទាន់បានចុះសម្បត្តិអាពាហ៍ពិពាហ៍ក្នុងរយៈពេល6ខែដែលរាប់ចាប់ពីពេលដែលគាត់នឹងបានរៀបអាពាហ៍ពិពាហ៍ហើយមានន័យថាអាចលើសពី6ខែដែលគាត់អត់ទាន់មកចុះសម្បត្តិអាពាហ៍ពិពាហ៍តើគាត់ត្រូវធ្វើដូចម្តេចទើបអាចចុះសម្បត្តិអាពាហ៍ពិពាហ៍បានឬក៏យើងហៅម្យ៉ាងទៀតថាចុះអេតាស៊ីវិលករណីនេះដែរនាងខ្ញុំសូមធ្វើការញែកចេញជា2ចាករណីទី1គឺជាករណីដែលខាងប្រុសហើយនិងខាងស្រីគឺគាត់រស់នៅក្នុងឃុំសង្កាត់ជាមួយគ្នាហើយករណីទី2គឺជាករណីដែលខាងស្រីហើយនិងខាងប្រុសគឺគាត់រស់នៅឃុំសង្កាត់ផ្សេងគ្នាឥឡូវខ្ញុំសូមនិយាយអំពីករណីដែលខាងស្រីហើយនិងខាងប្រុសហ្នឹងគឺគាត់រស់នៅឃុំសង្កាត់ជាមួយគ្នាសិនករណីដែលភាគីទាំងពីរជាប្តីប្រពន្ធគាត់រស់នៅជាមួយគ្នាចានៅក្នុងឃុំសង្កាត់ជាមួយគ្នាបើសិនជាគាត់ចង់ចុះអេតាស៊ីវិលគឺគាត់ត្រូវតែទៅសាលាឃុំសង្កាត់ដាក់ពាក្យស្នើសុំចុះអេតាស៊ីវិលហើយមន្ត្រីសាលាឃុំសង្កាត់គាត់នឹងពិនិត្យឯកសាររបស់បងប្អូនថាជាឯកសារដែលមិនទាន់បានមកចុះសម្បត្តិអាពាហ៍ពិពាហ៍អស់មានន័យថារយៈពេលរាប់ចាប់ពីរយៈពេលពិពាហ៍រហូតមកដល់ពេលដែលចុះហ្នឹងគឺលើរយៈពេល6ខែហើយអញ្ចឹងគាត់នឹងចេញនីតិវិធីមួយជូនបងប្អូនចាគឺគាត់នឹងកែលេខនៅក្នុងប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ចាំមានន័យថាចេញលេខថ្មីនៅលើប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ហើយគាត់នឹងទុករយៈពេល10ថ្ងៃនៃការប្តឹងទាស់ដោយប័ណ្ណប្រកាសអាពាហ៍ពិពាហ៍នឹងត្រូវធ្វើឲ្យបិទនៅសាលាឃុំតាមនៅក្តារខៀនព័ត៌មានរបស់សាលាឃុំនោះរយៈពេល10ថ្ងៃបន្ទាប់ពីរយៈពេល10ថ្ងៃករណីដែលគ្មានភាគីណាមកប្តឹងទាស់ទៅនឹងការចុះអេតាស៊ីវិលឬក៏ចុះបញ្ជីអាពាហ៍ពិពាហ៍របស់បងប្អូនទេនោះបងប្អូនអាចចុះសម្បត្តិអាពាហ៍ពិពាហ៍បានហើយករណីបន្ទាប់ទៀតចាករណីទី2គឺជាករណីដែលខាងប្រុសហើយនិងខាងស្រីចារស់នៅឃុំសង្កាត់ផ្សេងគ្នាចាករណីនេះដែរគឺថាខាងប្រុសគាត់ត្រូវតែបញ្ជាក់ភាពនៅលាវមួយសន្លឹកថ្មីចាមួយសន្លឹកថ្មីទៀតហើយបន្ទាប់ពីបញ្ជាក់បានហើយត្រូវកាន់ទៅសាលាឃុំនៅខាងស្រីហើយខាងស្រីពេលទៅដល់សាលាឃុំក៏ខាងឃុំតម្រូវឲ្យគាត់ធ្វើលិខិតបញ្ជាក់ភាពនៅលាវមួយសន្លឹកទៀតដូចគ្នាហើយនៅខាងសាលាឃុំគាត់នឹងធ្វើប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ថ្មីចាដែលទុករយៈពេល10ថ្ងៃនៃការប្តឹងទាស់ហើយបានប្រកាសអាពាហ៍ពិពាហ៍ហ្នឹងបន្ទាប់ពីធ្វើហើយនឹងត្រូវយកទៅបិទនៅក្តារខៀនចានៅខាងមុខសាលាឃុំសង្កាត់ហ្នឹងដោយទុករយៈពេល10ថ្ងៃនៃការប្តឹងទាស់ករណីដែលគ្មានតតិជនណាធ្វើការប្តឹងទាស់ទៅនឹងការចុះសម្បត្តិអាពាហ៍ពិពាហ៍នោះទេនោះបងប្អូនអាចចុះសម្បត្តិអាពាហ៍ពិពាហ៍បានហើយសម្រាប់ឯកសារភ្ជាប់ដែលបងប្អូនត្រូវចុះសម្បត្តិអាពាហ៍ពិពាហ៍ដោយដែលនាងខ្ញុំបានជម្រាបជូនជារឿយៗហើយថាបងប្អូនត្រូវតែមានរូបថតចាំបាច់គឺត្រូវតែមានរូបថតទាំងប្តីទាំងប្រពន្ធមានប័ណ្ណប្រកាសអាពាហ៍ពិពាហ៍មានប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ហើយករណីនៅឃុំសង្កាត់ផ្សេងគ្នាគឺត្រូវតែបញ្ជាក់ភាពនៅលាវបញ្ជាក់ភាពនៅលាវបងប្អូនត្រូវតែមានសៀវភៅគ្រួសារឬមួយក៏សេចក្តីចម្លងសៀវភៅគ្រួសារបងប្អូនត្រូវតែមានអត្តសញ្ញាណប័ណ្ណហើយបងប្អូនត្រូវតែមានសម្បត្តិកំណើតឬមួយក៏សេចក្តីចម្លងសម្បត្តិកំណើតហើយសម្រាប់ឯកសារនៅនីតិវិធីនឹងខ្ញុំសូមជម្រាបជូនបងប្អូនតែប៉ុណ្នេះករណីដែលបងប្អូនមានអ្វីដែលថ្មីឬក៏អ្វីដែលនាងខ្ញុំនិយាយទៅមិនអស់បងប្អូនសូមជួយ comment នៅក្នុងវីដេអូខាងក្រោមសម្រាប់ការកែលម្អហើយនាងខ្ញុំសូមអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំហើយបងប្អូនមានចម្ងល់ឬក៏ចង់ឲ្យនាងខ្ញុំចេញវីដេអូជូនបងប្អូនតាក់ទងទៅនឹងប្រធានបទណាមួយដែលតាក់ទងទៅនឹងផ្លូវច្បាប់ការរៀបពីពិពាហ៍សូមបងប្អូនជួយ comment នៅខាងក្រោមករណីដែលនាងខ្ញុំដឹងនាងខ្ញុំយល់នាងខ្ញុំអាចជម្រាបជូនបងប្អូនបាននាងខ្ញុំនឹងធ្វើជាវីដេអូចែករំលែកជូនបងប្អូនអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូលើកក្រោយ